កំបាំងនាវាមុជទឹកកំពុងសង្ងំលាក់ខ្លួននៅក្រោមសមុទ្រយ៉ាងស្ងប់ស្ងាត់ដែលអ្នកមិនធ្លាប់បានដឹងសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍មួយមកនិយាយជាមួយបងប្អូនគឺស្ដីពីអាថ៌កំបាំងនៃនាវាមុជទឹកតើនាវាមុជទឹកដ៏ធំសម្បើមទម្ងន់រាប់ពាន់តោនអាចមុជចុះនិងឡើងលើផ្ទៃទឹកបានដោយរបៀបណាតើញាក់វិកររាប់ស៊ឹបញាក់ដកដង្ហើមដោយរបៀបណាក្នុងរយៈពេលរាប់ខែក្រោមសមុទ្រតើវាមានតម្លៃប៉ុន្មានហើយតើអាវុធអ្វីខ្លះដែលវាអាចខ្ទប់បានថ្ងៃនេះយើងនឹងបើកបាំងអាថ៌កំបាំងទាំងនេះជាមួយគ្នាចូលយើងចាប់ផ្ដើមជាមួយនឹងសំណួរមូលដ្ឋានបំផុតតើនាវាមុជទឹកមុជចុះដោយរបៀបណានាវាមុជទឹកប្រើប្រាស់គោលការណ៍រូបវិទ្យាដ៏សាមញ្ញមួយហៅថា ballast ស្រមៃមើលថាអ្នកមានកែវទទេមួយហើយអ្នកដាស់វាចុះក្រោមទឹកខ្យល់ក្នុងកែវនឹងរក្សាទឹកមិនឲ្យចូលនេះគឺជារបៀបដែលនាវាមុជទឹកអណ្ដែតលើផ្ទៃទឹកនៅពេលដែលនាវាមុជទឹកចង់មុជចុះវាបើករន្ធខ្យល់នៅលើកំពូលនៃធុង ballast ខ្យល់ក្នុងធុងត្រូវបានបញ្ចេញចេញហើយទឹកសមុទ្រក៏ហូរចូលតាមរន្ធនៅខាងក្រោមនៅពេលដែលធុង ballast ពេញទៅដោយទឹកនាវាកាន់តែធ្ងន់ហើយចាប់ផ្ដើមលិចចុះដើម្បីឡើងលើផ្ទៃទឹកវិញនាវាមុជទឹកប្រើខ្យល់សម្ពាធខ្ពស់ផ្លុំទឹកចេញពីធុង ballast នៅពេលដែលទឹកត្រូវបានបញ្ចេញចេញខ្យល់ក៏ចូលមកជំនួសវិញធ្វើឲ្យនាវាស្រាលជាងមុនហើយវាក៏ឡើងមកលើផ្ទៃទឹកវិញតើអ្នកដឹងទេថានាវាមុជទឹកមានប្រព័ន្ធត្រៀមដែលជួយឲ្យវារក្សាលំនឹងហើយនឹងរក្សាកម្រិតក្រោមទឹកបានយ៉ាងច្បាស់លាស់ទេប្រព័ន្ធនេះផ្លាស់មូសទឹករវាងធុងទឹកផ្សេងៗដើម្បីទូទាត់សងចំពោះការប្រែប្រួលទម្ងន់ដែលបណ្ដាលមកពីការប្រើប្រាស់សាំងឬក៏ការផ្លាស់ប្ដូរទីតាំងអ្នកវិករផងនេះគឺជាអាថ៌កំបាំងដ៏គួរឲ្យចាប់អារម្មណ៍មួយនាវាមុជទឹកទំនើបអាចស្ថិតនៅក្រោមទឹកបានរយៈពេលរាប់ខែដោយមិនចាំបាច់ឡើងមកលើផ្ទៃទឹកដើម្បីដកដង្ហើមឡើយតើវាធ្វើដូចម្តេចមានបញ្ហាប្រឈមធំៗ3យ៉ាងទាក់ទងនឹងគុណភាពខ្យល់ក្នុងនាវាមុជទឹកទី1ការផ្គត់ផ្គង់អុកស៊ីហ្សែននាវាមុជទឹកនុយក្លេអ៊ែរអាចផលិតអុកស៊ីហ្សែនខ្លួនឯងបានតាមរយៈអេឡិចត្រូលីសនៃទឹកដំណើរការនេះបំបែកម៉ូលេគុលទឹកទៅជាអុកស៊ីហ្សែននិងអ៊ីដ្រូសែននាវាមុជទឹកផ្សេងទៀតក៏ប្រើប្រាស់ម៉ាស៊ីនផលិតអុកស៊ីហ្សែនឬធុងអុកស៊ីហ្សែនសម្ពាធខ្ពស់ជាប្រភពបម្រុងទី2ការកម្ចាត់កាបូនឌីអុកស៊ីតនៅពេលដែលអ្នកវិករដកដង្ហើមចេញពួកគេបញ្ចេញកាបូនឌីអុកស៊ីតដែលអាចក្លាយជាជាតិពុលប្រសិនបើកក់កម្រណានាវាមុជទឹកប្រើប្រាស់ឧបករណ៍ហៅថាឧបករណ៍ស្រូបកាបូនឌីអុកស៊ីតដែលមានផ្ទុកសារធាតុសូដាលីមសារធាតុនេះមានប្រតិកម្មជាមួយកាបូនឌីអុកស៊ីតហើយចាប់វាចេញពីខ្យល់ទី3ការគ្រប់គ្រាន់សំណើមនិងអូស្ម៉ាន់ពុលឧបករណ៍សំនៀកសំណើមត្រូវបានប្រើប្រាស់ដើម្បីកុំឲ្យទឹកកកគំនុំនៅលើជញ្ជាំងម៉ាស៊ីនដុតក៏ត្រូវបានប្រើប្រាស់ដើម្បីកម្ចាត់អូស្ម៉ាន់ពុលដូចជាកាបូនម៉ូណូអុកស៊ីតនិងអ៊ីដ្រូសែននាវាមុជទឹកគឺជាទ្រព្យសម្បត្តិយោធាដ៏មានតម្លៃមួយតម្លៃរបស់វាប្រែប្រួលអាស្រ័យទៅលើប្រភេទទំហំនិងបច្ចេកវិទ្យាតើនាវាមុជទឹកមានតម្លៃប៉ុន្មាននាវាមុជទឹកម៉ាស៊ូតអគ្គិសនីដូចជាប្រភេទ212របស់អាល្លឺម៉ង់មានតម្លៃប្រហែល$525 លាននាវាមុជទឹកនុយក្លេអ៊ែរវាយប្រហារដូចជាថ្នាក់ Virginia របស់អាមេរិកមានតម្លៃប្រហែល$2.4 ពាន់លាននាវាមុជទឹកបាញ់មីស៊ីល ballistic ដូចជាថ្នាក់ Columbia របស់អាមេរិកមានទីប្រមាណដល់ទៅ$7,000 លាននាវាមុជទឹកបាញ់មីស៊ីលក្រុងហ្គោដូចជាថ្នាក់ Ohio របស់អាមេរិកក៏មានតម្លៃប្រហែល$7,000 លានដូចគ្នាការពិតគួរឲ្យចាប់អារម្មណ៍មួយនាវាមុជទឹកមួយចំនួនមានតម្លៃថ្លៃជាងនាវាផ្ទុកយន្តហោះតូចៗទៅទៀតនាវាមុជទឹកសម័យទំនើបត្រូវបានបំពាក់ដោយអាវុធដ៏សាហាវជាច្រើនប្រភេទតើវាអាចផ្ទុកអ្វីខ្លះតូពេដូ
នេះគឺជាអាវុធប្រចាំផ្ទះនិងសំខាន់បំផុតរបស់នាវាមួយទឹកតូពេដូគឺជាមីស៊ីលក្រោមទឹកដែលអាចបាញ់ទៅលើកប៉ាល់ឬនាវាមួយទឹកផ្សេងទៀតបានមីស៊ីលក្រុងហ្គោនាវាមួយទឹកមួយចំនួនអាចបាញ់មីស៊ីលក្រុងហ្គោដូចជា Tomahawk របស់អាមេរិកនាវាមួយទឹកថ្នាក់អូហាយអូដែលបានកែប្រែអាចផ្ទុកមីស៊ីល Tomahawk បានដល់ទៅ154គ្រាប់មីស៊ីល Ballistic នាវាមួយទឹកបាញ់មីស៊ីល Ballistic ផ្ទុកមីស៊ីលនុយក្លេអ៊ែរដ៏មានឥទ្ធិពលដូចជា Trident D5 មីស៊ីលទាំងនេះអាចធ្វើដំណើរបានចម្ងាយរាប់ពាន់គីឡូម៉ែត្រមីននាវាមួយទឹកក៏អាចដាក់មីននៅក្រោមទឹកបានដែរនាវាមួយទឹកត្រូវបានប្រើប្រាស់ដោយកងទ័ពជើងទឹកជាច្រើននៅទូទាំងពិភពលោកតើប្រទេសណាខ្លះមាននាវាមួយទឹកច្រើនជាងគេសហរដ្ឋអាមេរិកមាននាវាមួយទឹកចំនួន68គ្រឿងភាគច្រើនគឺនុយក្លេអ៊ែរចិនមាននាវាមួយទឹកចំនួន62គ្រឿងរុស្ស៊ីមាននាវាមួយទឹកចំនួន61គ្រឿងរួមទាំងនុយក្លេអ៊ែរនិងម៉ាស៊ូតផងកូរ៉េខាងត្បូងមាននាវាមួយទឹកចំនួន22គ្រឿងជប៉ុនមាននាវាមួយទឹកចំនួន21គ្រឿងឥណ្ឌាមាននាវាមួយទឹកចំនួន19គ្រឿងរួមទាំងនុយក្លេអ៊ែរនិងម៉ាស៊ូតផងប្រទេសផ្សេងទៀតដែលមាននាវាមួយទឹករួមមានចក្រភពអង់គ្លេសបារាំងអាល្លឺម៉ង់អ៊ីស្រាអែលប៉ាគីស្ថានអូស្ត្រាលីអេស្ប៉ាញនិងប្រទេសជាច្រើនទៀតតើកម្ពុជាមាននាវាមួយទឹកដែរឬទេបច្ចុប្បន្នកម្ពុជាមិនទាន់មាននាវាមួយទឹកនៅក្នុងកងទ័ពជើងទឹកនៅឡើយទេសរុបមកវិញនាវាមួយទឹកគឺជាអាទិជាវិស្វកម្មដ៏សុខស្មាញមួយដែលរួមបញ្ចូលគ្នាទៅនឹងគោលការណ៍រូបវិទ្យាបុរាណនិងបច្ចេកវិទ្យាទំនើបជឿនលឿនបំផុតពីប្រព័ន្ធ ballast និងការផលិតអុកស៊ីហ្សែនរហូតដល់តម្លៃរាប់ពាន់លានដុល្លារនិងអាវុធដ៏សាហាវនាវាមួយទឹកគឺជាមធ្យោបាយដ៏សំខាន់បំផុតមួយក្នុងការការពារអធិបតេយ្យភាពលើដែនសមុទ្រឥឡូវនេះខ្ញុំចង់សួរបងប្អូនថាតើនាវាមួយទឹកនៅតែជាអាវុធដ៏មានប្រសិទ្ធភាពនៅក្នុងសម័យទំនើបនេះដែរឬទេសូមចូលរួមបញ្ចេញមតិខាងក្រោមដើម្បីចែករំលែកយោបល់របស់បងប្អូនសូមជួយចុច like share និង subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗទៀតសូមអរគុណសម្រាប់ការទស្សនារបស់អ្នកហើយយើងនឹងជួបគ្នានៅវីដេអូក្រោយ